អាច100 គីឡូទៅ100 គីឡូជាងទីផ្សារបច្ចុប្បន្នយើងរាល់ថ្ងៃល្អខ្ញុំឈ្មោះឈិនភៀបនៅភូមិកំពង់ឆ្លងឃុំជាទៀលស្រុកបន្នន់មុខរបរខ្ញុំសពថ្ងៃធ្វើផ្សិតអំបោះពីព្រោះមុខរបរធ្វើផ្សិតអំបោះនេះវានៅផ្ទះយើងអត់ពិបាកដើរទៅឆ្ងាយគឺអាចជួយសម្រាលជីវភាពគ្រួសារបានធូរច្រើនខ្ញុំចាប់ផ្ដើមធ្វើផ្សិតនេះតាំងពី2015មានរោង2ខ្នងសម្រាប់ដាក់ផ្សិតមួយរោងដាក់បាន12000 ដុំមួយរោងសរុបទាំងអស់មីងធ្វើ20000ជាងក៏ប៉ុន្តែលក់ឲ្យគេអស់10000ជាងហើយនៅសល់រាល់ថ្ងៃនេះតែ15000ឯងធ្វើដាក់រោងហើយបើអ្នកណាចង់កំងដុំអាចធ្វើដុំឲ្យបានយើងប្រមូលផលរាល់ថ្ងៃផ្សិតយើងដាក់មុនដំបូងគេប្រអស់វាចាប់ផ្ដើមដោសមកមុនដំបូង5គីឡូហើយស្អែកឡើងរហូតដល់ពេល4-5ថ្ងៃទៅវាដោះពេញអាច100 គីឡូទៅ100 គីឡូជាងតម្លៃទីផ្សារបច្ចុប្បន្នយើងរាល់ថ្ងៃល្អ1គីឡូតម្លៃថេ35បើអត់ដល់50បច្ចុប្បន្ននេះ40ចាតម្លៃប៉ុណ្ណឹងយើងអ្នកធ្វើអាចទទួលយកបានល្អឲ្យអ្នកទទួលយកទៅលក់នៅកំពូលផ្សារកំពូលបើតាមនេះទិញទៅយកទៅលក់នៅពងសោមអីដល់ពងសោមអីហ្នឹងហើយម៉ួយគេយកទៅដល់ហ្នឹងទៅពេញយកទៅឡែមអីទៅគ្រប់ចែកគ្រប់សៀមរាបមុនដំបូងបើយើងចង់ធ្វើផ្សិតយើងត្រូវសំខាន់យើងត្រូវមានរោងសំខាន់មុនដំបូងគេយើងធ្វើមានរោងសិនរោងយើងប្រក់សង្កសីក៏បានប្រក់ស្បូវក៏បានបើប្រក់ស្បូវកាន់តែល្អប៉ុន្តែយើងអត់មានស្បូវសម័យឥឡូវយើងធ្វើសង្កសីតែយើងដាក់បដានយើងត្រូវដាក់បដានយើងមានរោងរួចហើយយើងអាចពូកកប៉ុសយកមកធ្វើបានហើយចាបើមានបងប្អូនណាចង់មានចំណាប់អារម្មណ៍ធ្វើមុនដំបូងសំខាន់ជាងគេគឺរោងវត្ថុធាតុដើមសំខាន់ជាងគេស្នូពោតមានស្នូពោតមានកតក់គ្រឿងផ្សំរបស់នៅក្នុងស្រុកទាំងអស់យើងលំបាកនៅហត់តែមួយខែមុនដំបូងទេដែលយើងពូកប៉ុសពូកអីហ្នឹងណាតែពេលយើងដាក់បានពយួរដូចចេះហើយយើងលេងពិបាកហើយយើងគ្រាន់តែពេលព្រឹកឡើងយើងដូចឧទាហរណ៍ថាគេឲ្យយើងដកម៉ោង9យើងដើរដករួចយើងដើរសម្អាតមុខកញ្ចប់ផ្សិតហើយយើងបាញ់ទឹកទៅរួចរាល់ហើយចាបើបងប្អូនណាមានចំណាប់អារម្មណ៍ចង់ទិញដុំផ្សិតយកទៅដាក់ពយួរដូចខ្ញុំអញ្ចឹងទំនាក់ទំនងលេខទូរស័ព្ទ096 78 76 750